តោះជំរាបសួរបងប្អូននេះមកបង្ហាញពីការបេះពីនៅបេះព្រីងនៅក្រោយផ្ទះរបស់ខ្ញុំនៅសាររដូវនេះគឺរដូវចាប់ផ្ដើមព្រីងផ្លែតុំហើយអញ្ចឹងនៅខាងមុខនោះគឺដើមព្រីងដែលខ្ញុំដែលត្រូវទៅបេះហ្នឹងគឺពីដើមជាប់គ្នាហ្នឹងគឺដើមព្រីងទាំងពីរគឺប៉ុន្តែនៅខាងស្ដាំដៃគឺផ្លែវាធំជាងហើយឆ្វេងមែនខាងឆ្វេងដៃផ្លែវាផ្អែមប៉ុន្តែវាតូចពេកគ្រាប់វាធំពេកអញ្ចឹងឥឡូវខ្ញុំមកដល់ដើមព្រីងហើយអូអាសឹកព្រីងនេះឲ្យឆប់ធំហ្មងម៉ានេះឡើងខ្មៅបងប្អូនឃើញមានផ្លែច្រើនណាស់ដល់មានអានេះក៏មានព្រីងដែរប្លោដែលបេះទេចំពោះអាម្ដាយនេះគឺផ្លែនេះច្រើននេះគ្នាខ្ញុំមិនដឹងថាថតអញ្ចឹងមើលឃើញអត់ទេក៏តែនៅក្រៅគឺវាមានផ្លែច្រើនយើងមើលឃើញក៏តែបើយើងថតអញ្ចឹងយើងប្រហែលជាមើលអត់ឃើញនេះចំពោះខ្ញុំមកមើលដើមនេះវិញគឺដើមនេះមានផ្លែដែលយើងអាចហូបបានឆ្ងាញ់ជាងដើមខាងឆ្វេងដៃមិញខ្ញុំមិនដឹងមិនទៅថតមកវាមើលអត់សូវឃើញផ្លែទេតែបើមើលក្រៅគឺផ្លែច្រើនតិចទៀតខ្ញុំនឹងឡើងទៅបេះផ្ទាល់នេះគឺខ្ញុំទាញមេឃបេះនេះកាមេរ៉ានេះវាច្បាស់ទាញមេឃអញ្ចឹងវាឃើញផ្លែច្រើនឃើញពីនៅចិត្តទេផ្លែឃើញច្បាស់វាទុំច្រើនមែនតើច្រើនខ្លាំងហ្មងដែលវាទុំឡើងខ្មៅអស់ហើយអានេះវីដេអូខ្ញុំឡើងដល់លើហើយខ្ញុំឡើងដល់លើដើមព្រីងនៅខាងលើហើយតែពេលឡើងមកគឺវាពិបាកបេះដោយសារព្រីងដែលវាផ្លែហ្នឹងគឺវានៅខាងចុងទាំងអស់នៅកណ្ដាលដើមវាអត់សូវមានទេវាមានដែរតែគ្រាន់ថាវាបេះលើផ្ទះអីវាបេះអត់កើតទេដោយសារវាតិចពេកបើនៅចុងវាច្រើននៅចុងមែនតើចាំមើលខ្ញុំស្វែងចិត្តតែខ្ញុំកាប់ដើមកាប់មេឃព្រីងហ្មងដើម្បីយកទៅបេះនៅខាងក្រោយចុងក្រោយគឺមានតែកាប់មេឃទេទៅបេះបានច្រើនបើអត់កាប់ទេបេះម្ដងមកក្រងគ្មានទេនេះគឺវានៅក្បែរដៃទេបើធ្វើយើងបេះហូបទេគឺមិនបាច់កាប់ទេយើងបេះយើងហូបដោយសេរីបានដោយសារវាច្រើនក៏ប៉ុន្តែបើយើងបេះយកទៅផ្ទះហ្មងគឺវាពិបាកដោយសារវានៅចុងអញ្ចឹងចុងក្រោយមានតែសម្រាប់ចិត្តថាកាប់អានេះគឺខ្ញុំកាប់មេឃហើយកាប់មេឃតលាក់ហើយមេឃធំដែរបាយដែរអីស្អោហ่ងតែធ្វើម៉េចយើងមានតែកាប់នោះមេឃនៅខាងលើកាប់មេឃតលាក់ហើយនេះគឺផ្លែដែលយើងបេះនៅក្រោមយើងកាប់មេឃអញ្ចឹងទៅឲ្យយើងបេះបានច្រើនធ្វើមើលចុងក្រោយខ្ញុំបង្ហាញពីព្រីងដែរនេះគឺព្រីងដែលខ្ញុំបានបេះបានគឺវាច្រើនហើយនៅបងអូនខ្ញុំមកថងទៀតមកថងធំទៀតណាបងអូនខ្ញុំនេះគឺព្រីងដែលខ្ញុំបេះទៅកាប់មេឃតាមផ្លែអញ្ចឹងបានថាបានផ្លែហូបបើអត់ផ្លែវាអត់បានហូបទេ